សូមឲ្យស្ត្រីទាំងអស់រឹងមាំឡើងកុំខ្លាចបើយើងនៅតែខ្លាចយើងមានថាយើងបរាជ័យបាត់ហើយខ្ញុំឈ្មោះផនស្រីរតរស់នៅក្នុងខេត្តស្វាយរៀងរាល់ថ្ងៃនេះខ្ញុំធ្វើជាក្រេបខាងដឹកជញ្ជូនតំណែងឬក៏ក្រេបហ្វូតខ្ញុំធ្វើការនេះរយៈពេល7ឆ្នាំហើយបងមុននឹងខ្ញុំស្គាល់ក្រុមហ៊ុន Grab ហ្នឹងខ្ញុំជាកម្មការនីរោងចក្រធ្វើនៅភ្នំពេញច្រើនរោងចក្រហើយនៅប្រវត្តិនៅកំពង់សោមសរុបទាំងអស់22រោងចក្របងការងាររោងចក្រវាមានសម្ពាធហើយប្រាក់ចំណូលវាផ្គត់ផ្គង់ជីវភាពគ្រួសារអត់គ្រប់គ្រាន់ចាមិនមែនថារោងចក្រអត់ល្អទេបងល្អប៉ុន្តែគាត់ថាយើងធ្លាប់បានតែប្រាក់ខែដែលយើងធ្លាប់បានណាបងទោះបី5ឆ្នាំ10ឆ្នាំទៀតក៏វានៅតែបានដែលលុយដែលយើងធ្លាប់បានប៉ុណ្ណឹងណាបងរត់ Grab នេះខ្ញុំបើកអនឡាញចាប់ពីម៉ោង8ព្រឹកដល់ម៉ោង8ល្ងាចបងរត់រាល់ថ្ងៃបងលុះត្រាតែមានកម្មវិធីបុណ្យទានជួបជុំនៅស្រុកបានឈប់សម្រាប់រឿងគ្រួសារហ្នឹងខ្ញុំនៅម្នាក់ឯងទេបងកូនខ្ញុំគាត់នៅមួយម៉ែនៅស្រុកហើយប្តីខ្ញុំគាត់នៅប៉ោយប៉ែតអញ្ចឹងនៅពេលខ្ញុំនៅម្នាក់ឯងហ្នឹងហើយធម្មតាយើងនៅឆ្ងាយគ្រួសារអញ្ចឹងណាវាតែងតែមានការនឹករលឹកប្តីនៅផ្សេងកូននៅផ្សេងយើងនៅផ្សេងជីវភាពគ្រួសារវាត្រូវតែបខំចិត្តនៅបែកគ្នាពេលមកពីរត់វិញមានអារម្មណ៍ថាគេជុំគ្រួសារយើងនៅតែឯងមានអារម្មណ៍ថាដុកក្ដួលដល់ពេលខ្លះលួចគេងយំដែរបងសម្រាប់ខ្ញុំដឹងជូនតគឺដូចជាអត់សូវមានបញ្ហាអីឧបសគ្គអីច្រើនទេបងគាត់ថាវារៀងក្តៅតិចតួចប៉ុណ្ណឹងបងពេលដែលចូលក្រុមហ៊ុន Grab មួយរយៈមកមានអារម្មណ៍ថាប្រាក់ចំណូលបានច្រើនជាងការនៅធ្វើការឲ្យគេបងមួយថ្ងៃចាប់ពី70000 80000ទៅ100000 1200000អីចឹងមួយថ្ងៃបងបើតាមជីវភាពខ្ញុំវាពេលបដូរមករត់នេះគឺវាគ្រាន់បើជាងនៅធ្វើការឆ្ងាយបងអនាគតខ្ញុំចង់មានកន្លែងដេប៉ូបោះដុំអីវ៉ាន់តខ្លួនអញ្ចឹងបងហើយបន្តទៅនេះខ្ញុំអាចនឹងដូរទៅជារថកង់3វិញព្រោះអីកុំឲ្យវាក្តៅសម្រាប់ខ្ញុំលក្ខណៈការងារនេះគឺខ្ញុំមានមោទនភាពហើយខ្ញុំក៏សរសើរខ្លួនឯងដែរដែលរឹងមាំធ្វើបានហើយក៏អរគុណខ្លួនឯងដែលចូលចិត្តធ្វើអ្វីដែលថ្មីបងចាបងខ្ញុំសូមផ្ដាំផ្ញើដល់ស្ត្រីដែលជាអ្នកម្ដាយឬក៏អត់ទាន់មានប្តីនៅធ្វើម៉េចឲ្យយើងរឹងមាំខ្លួនឯងការងារអីក៏យើងធ្វើបានដែរមិនថាការងារដឹកជញ្ជូននេះសម្រាប់តែម្ដងប៉ុន្តែខ្ញុំឃើញស្ត្រីជាច្រើនដែលគាត់ចាប់ផ្ដើមងាកមកការងារនេះព្រោះការងារនេះក៏វាស្រួលមួយយ៉ាងដែរពួកអីមានសេរីភាពធ្វើការរោងចក្រអត់មានសេរីភាពទេបង